สไลด์บองโปนอันนี้ยังมองเรียนบองโปนระเบียบ add account ตกกรบกรง payout របស់យើងណាសំខាន់ payout របស់យើង set up រួចហើយវាមានតែ admin payout មួយទេប៉ុន្តែថ្ងៃនេះខ្ញុំមករៀនបងប្អូនឲ្យចេះ add admin payout បន្ថែមទៀតដើម្បីការពារ payout របស់យើងកុំឲ្យវាមានបញ្ហានៅក្នុង page របស់យើងឬក៏ account របស់យើងដើម្បីទៅការពារពេលវាមានបញ្ហាថ្ងៃណាមួយអញ្ចឹងកុំឲ្យខាតពេលយូរមកទស្សនាវីដេអូរបស់ខ្ញុំទាំងអស់គ្នាបាទបងប្អូនយើងចូលកន្លែង setting របស់យើងមកណាយើងចូលកន្លែង setting យើងហើយយើងចូល professional dashboard បងប្អូនបន្ទាប់ពីយើងចូល professional dashboard យើង scroll ខាងក្រោមនេះយើង scroll ខាងក្រោមយើងរបស់យើងនេះណាឃើញ star ឃើញ subscribe យើងមិនបាច់ set up ទេបងព្រោះវាអត់មានសារៈសំខាន់ទេយើងចង់បានតែ CM អញ្ចឹងណាប៉ុន្តែឥឡូវខ្ញុំនាំបងប្អូនមកដូរ bank payout យើងដាក់ bank payout បន្ថែមទៀតអញ្ចឹងណាហើយ brand ខាងក្រោមនេះបើខ្ញុំអត់ដល់ច្បាស់ដែរចាំខ្ញុំសិក្សាបន្ថែមទៀតខ្ញុំនឹងប្រាប់បងប្អូនបន្ថែមទៀតប៉ុន្តែឥឡូវយើង scroll មក payout យើងវិញណាយើងចូល payout របស់យើងហើយយើងចូលហើយនេះលុយរបស់ខ្ញុំរកបានអញ្ចឹងណានេះចង់បង្ហាញបងប្អូនបន្តិចប៉ុន្តែខ្ញុំចង់ add payout បន្ថែមនេះឡើយយើងចូល setting នឹងហើយយើងចូល setting នឹងហើយយើងអូនទៅខាងក្រោមយើងយកពាក្យថា update payout ខាងក្រោមគេថា update ប៉ុន្តែ payout account របស់យើងត្រូវថែម admin មួយទៀតមូលហេតុអីយើងបន្ថែមដើម្បីការពារឡើយយើងចូលពាក្យថា update ហ្នឹងណាយើង update វាឲ្យរងចាំបន្តិចបងប្អូនសំខាន់ account admin របស់យើងកាន់ payout ហ្នឹងជាមួយ account ដែលយើងចង់ដាក់បន្ថែមហ្នឹងវាត្រូវជា brand ជាមួយគ្នាបងប្អូនទើបយើងអាចដាក់បញ្ចូលវាបានហើយឥឡូវយើងចូលមកដល់ចំណុចនេះយើងចូលឯចំណុចដែល Q ខាងក្រោមនេះខ្ញុំចុចហ្នឹងបងប្អូនយើងវាយ account payout របស់យើងហ្នឹងមកតើ account payout ដែលយើង add brand យើងដាក់ account មួយណាអញ្ចឹងយើងវាយឈ្មោះរបស់វាទៅបងប្អូនយើងវាយឈ្មោះរបស់វារួចរាល់ហើយនេះយើងវាយឈ្មោះនេះជា account payout របស់ខ្ញុំណាដែលខ្ញុំ add friend ជាមួយគ្នាហើយឥឡូវខ្ញុំវាយឈ្មោះមកឥឡូវឈ្មោះរបស់វានៅខាងក្រោមនេះបងប្អូនពេលយើងវាយឈ្មោះវាសំខាន់យើង add friend ហើយតែយើងវាយឈ្មោះរបស់វាយើងឃើញឈ្មោះរបស់វារួចរាល់ហើយយើងចុចលើឈ្មោះហ្នឹងទៅហើយយើងចុចពាក្យថាដាននឹងរួចរាល់ពេលយើងចុចពាក្យដានរួចរាល់ហ្នឹងហើយវានឹងឲ្យយើង confirm ជាមួយ password account របស់យើងហើយនេះ password របស់ខ្ញុំបានត្រៀមទុករួចរាល់អញ្ចឹងណាអញ្ចឹងខ្ញុំ password របស់ account payout របស់ខ្ញុំដល់ password យល់ហើយខ្ញុំចុចពាក្យ confirm ឬ connect អញ្ចឹងណាហើយយើងចុចពាក្យថាដានទៅហើយយើងរងចាំបន្តិចនេះបានadd payout រួចរាល់ហើយយើង refresh វាមួយសិនមកតើ refresh វាទៅអត់នេះវាទៅទេប៉ុន្តែយើងត្រូវចុចពាក្យថា like back មក back ហើយយើង scroll ទៅខាងក្រោមតើ admin payout របស់យើងបាន2ដែរអត់អញ្ចឹង admin payout របស់យើងបាន2រួចរាល់ហើយអញ្ចឹងវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងឯងអញ្ចឹងអរគុណសម្រាប់បងប្អូនដែលបានទស្សនា